bà xùm chùm rịp xúa bênนี้ខ្ញុំសូមបន្តមេរៀនតិចតួចប៉ុន្តែមេរៀនមួយនេះជាមេរៀនឡើងថ្នាក់ណាបាទមិនមែនមេរៀនដូចជាកាលមុនយើងសិក្សាមួយពាក្យតូចៗហើយស្វែងយល់អីនោះទេណានេះយើងចាត់ថាជាមេរៀនឡើងថ្នាក់បាទអញ្ចឹងដែលខ្ញុំយកមកទៅចែកដំបូងគេហើយចង់បង្ហាញចម្ងល់ណាថាហេតុអីបានជាខ្ញុំអាចប្រែបានអាចយល់ដឹងថាពាក្យនឹងប្រែថាមិនបានណាមិនមែនចេះដោយឯងមិនមែនខ្វះការស្រាវជ្រាវទេគ្រាន់តែថាការស្រាវជ្រាវពេលខ្លះក៏មានកម្រិតតាមតិចតាមច្រើនតាមឯកសារដែលមាននិងរឿងដែលដឹងរឿងដែលមិនដឹងបាទអញ្ចឹងក៏និយាយទៅអ្វីទៅត្រឹមតែអ្វីដែលខ្លួនឯងបានដឹងប៉ុណ្ណោះបាទហើយបើសិនបើមានខុសឆ្គងអីខ្ញុំនឹងកែតម្រូវនៅវីដេអូបន្តទៅទៀតដែរបាទខ្ញុំអត់ហ៊ានទុកឲ្យខុសហ្នឹងយូរទេឥឡូវនេះខ្ញុំបង្ហាញស្អីគេដែលខ្ញុំយកមកតែនិយាយថានឹងមានន័យថាមិនប្រែថាមិនណានេះគឺជាសុខមួយវចនានុក្រមខ្មែរបុរាណរបស់លោកតាឡុងសៀមណាបាទដោយគាត់បានបញ្យល់នៅទីនេះមានរបៀបអានជាឡាតាំងប៉ុន្តែខ្ញុំថតអត់ពេញទេសុំទោសហើយបើថតពេញអក្សរវាតូចពេកចឹងហើយមានការបញ្យល់ជាមួយផ្នែកនេះសភៅនឹងបែងចែកជា4ផ្នែកណាទី1មានរូបបុរាណបែបនេះទី2របៀបអានជាឡាតាំងហើយទី3ការប្រែទៅជាភាសាបារាំងនិងទី4ប្រែទៅជាភាសាខ្មែរចឹងបានជាខ្ញុំដឹងណាដឹងថានឹងប្រែថាម៉េចយល់ថាម៉េចហ្នឹងខ្ញុំដឹងផ្អែកលើវចនាក្រមហ្នឹងក៏ជាឯកសារដែលមិនអាចខ្វះបានមួយដែរបាទទៅទៀតទៅយើងមើលតាមលក្ខណៈនៃការចងពាក្យណាបាទចងពាក្យណាថាពាក្យហ្នឹងពេលដែលឈរទៅហ្នឹងទៅមានន័យថាម៉េចស្ដាប់ថាម៉េចបានអញ្ចឹងណាបាទនឹងត្រូវទៅចែករឿងច្រើនទៀតប៉ុន្តែខ្ញុំសូមមិនអត្ថាធិប្បាយទេខ្ញុំលើកមកជាដំបូងនេះគឺពាក្យអញណាបាទពាក្យអញនេះអនឹងញអញឬក៏អញហ្នឹងឯងមិនអាចអានថាអញឯងព្រោះវាមានអីវាមានវិរាមនេះបាទមានវិរាមនេះបើសិនបើដាក់អត់វិរាមអញ្ចឹងយើងអាចថាអញបាទតែបើថាដាក់ចេះគឺអញហើយបាទយើងមានពាក្យថាស្បិតទឹកតាងប្រាជ្ញាសេនអាយដអញអញ្ចឹងតើអញនៅទីហ្នឹងមានន័យថាម៉េចព្រោះអញអាចមានន័យពីរនៅក្នុងសភៅលោកបានបញ្យល់ដែរមានន័យពីរទី1គឺសំដៅដល់សព្វនាមប្រធានថាខ្ញុំហ្នឹងណាថាខ្ញុំថាលោកណាលោកកលោកខហើយគាត់និយាយថាខ្លួនគាត់ហ្នឹងអញអញ្ចឹងទៅវាស្មើនឹងយើងបច្ចុប្បន្នថាខ្ញុំអាយអញ្ចឹងទៅអាយមីអញ្ចឹងទៅណាបាទប៉ុន្តែខ្មែរយើងប្រើអញហ្នឹងក៏